បាទសូមជម្រាបសួរបងប្អូនជាទីគោរពជាថ្មីម្ដងទៀតបាទថ្ងៃនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនមកទស្សនាអំពីសកម្មភាពការដាំបន្លែរបស់អ៊ំដែលនៅក្បែរផ្ទះខ្ញុំដែលជាគ្រួសារគំរូមដែលគាត់ដាំតែបន្លែតែគាត់អាចដោះស្រាយជីវភាពគាត់បានយ៉ាងស្រួលបាទទោះបីជាគាត់មិនបានទៅធ្វើការងារប៉ុន្តែគាត់មានគេហៅថាលក់បន្លែដែលគាត់ដាំដូចជាស្ពៃដូចជាតកូនសម្រាប់ទិញម្ហូបមកធ្វើម្ហូបរៀងរាល់ថ្ងៃបាទនឹងគាត់មានដីនៅក្បែរផ្ទះគាត់ហ្នឹងគឺគាត់ធ្វើការដាំមានចន្លោះដូចជាខ្ទឹមបាទដូចជាស្ពៃបាទដូចជាតកូនបាទហើយគាត់ដកទៅឲ្យម៉ួយជាប្រចាំរាល់ថ្ងៃបាទហើយអានេះជាសកម្មភាពគាត់ដាំផ្ទាល់ហ្មងអានេះគាត់ស្ទូងណាបាទគាត់សាបកូនស្ពៃហើយគាត់យកមកស្ទូងទៅវាធ្វើការលូតលាស់លឿនបាទជាងគាត់ដាក់ដាំក្រុមផ្ទាល់អានេះសម្រាប់ការខ្ញុំស៊ូគាត់ណាសម្រាប់អ្វីដែលគាត់បានប្រាប់ខ្ញុំហើយសូមអធិស្ឋានផងវីដេអូនេះខ្ញុំ record សំឡេងផ្ទាល់ដោយសារតែក្នុងឡុងពេលខ្ញុំថតនោះមានសំឡេងបាសបាទអញ្ចឹងដើម្បីកុំឲ្យយក copyright ក្នុងវីដេអូខ្ញុំសូមដកវីដេអូដកសំឡេងចេញបាទចឹងគាត់ធ្វើការស្ទូងកូនស្ពៃចង្កឹះបាទហើយនេះគឺខ្ទឹមរបស់គាត់ហើយគាត់ដាំនេះគាត់ដាំដើម្បីឲ្យវាចេញផ្កាផងដែរបាទហើយគាត់ដកដើមឲ្យមួយបណ្ដាហើយដាំយកផ្កាគាត់ទុកដាំពេលដល់វាចេញផ្កាគាត់កាត់ផ្កាលក់ទៀតបាទហើយនោះតាគាត់ស្រោចតាមពីក្រោយគាត់បណ្ដាអញ្ចឹងគាត់ទាំងប្តីទាំងប្រពន្ធនេះគឺគាត់ស្រាក់ដៃគ្នាល្អណាស់បាទគាត់ហៅថាគាត់ទន្លេពីការងាររបស់គាត់ផ្សេងគាត់មកចាប់ដើមដាក់ជីឬក៏ចាប់ដើមដាំបន្តបន្ទាប់ទៀតណាបាទតាមពិតទៅកន្លែងគាត់មានតែមួយកន្លែងប៉ុណ្ណេះទេគាត់មានច្រើនកន្លែងទៀតណោះបាទតាមតែខ្ញុំដឹងគឺគាត់មានកន្លែងដាំច្រើនកន្លែងទៀតដែរតែកន្លែងគាត់តូចដែរទេហើយគាត់ដាំគឺវល់ជុំអញ្ចឹងបាទដកត្នេះមួយកន្លែងដកទៅនោះកន្លែងហើយគាត់ដាំបន្តទៀតទៅបាទហើយមើលទឹកមាត់គាត់សប្បាយចិត្តរីករាយណាស់ហើយខ្ញុំសុំគាត់ថតបាទគាត់ថាអត់អីទេថតចុះបាទអឺគាត់ធ្វើការដាំហើយនេះគាត់មេដៃគាត់ដោតដីចូលប្រុចបាទមុននឹងគាត់ដាំគឺគាត់ធ្វើការធ្វើដីធ្វើរងឲ្យស្អាតហើយគាត់បាញ់ទឹកឲ្យសើមដីនោះសិនបន្ទាប់មកបានគាត់ដកកូនហើយគាត់យកមកស្ទូងភ្លាមបាទតាមពិតធ្វើអញ្ចឹងគឺកូនវាលូតលាស់លឿនជាងយើងដាំនឹងផ្ទាល់នឹងដីផ្ទាល់ពេលដែលយើងដាក់គ្រាប់បងប្អូនបាទនេះគឺជាគ្រាប់តកូនសុំទោសគ្រាប់ស្ពៃចង្កឹះបាទរស្វ័យចង្កឹះនេះគាត់សាបហើយគាត់យកដកមកគាត់ស្ទូងដូចជាស្ទូងស្រូវអញ្ចឹងបាទបងប្អូនដែលធ្លាប់ស្ទូងស្រូវធ្វើស្រែដូចខ្ញុំដឹងហើយបាទស្ទូងស្រូវអត់ខុសពីស្ទូងនេះទេប៉ុន្តែស្ទូងស្រូវគេអំវើជាងបាទនេះគឺស្ទូងស្ពៃបាទអញ្ចឹងស្ពៃគេស្ទូងអញ្ចឹងហើយគាត់ស្ទូងម្ជួសហើយគាត់បកមកវិញបាទអញ្ចឹងពេលដល់គាត់ស្ទូងហើយគាត់ដាក់ជីដាក់ទឹកបាញ់ទឹកអីរាល់ថ្ងៃទៅក៏តាមពិតទៅតាកន្លះខែអីក៏អាចដកលក់បានបណ្ដាដែរបាទប៉ុន្តែគាត់ទុកឲ្យរឿងធំកុំឲ្យខាតគាត់ថាអញ្ចឹងភាសាតូចពេកវារមមហូបសម្រាប់យើងហូបធម្មតាប៉ុន្តែពេលដល់គាត់ដកទៅលក់ខាតគីឡូបាទនេះសកម្មភាពតាគាត់ស្រោចទឹកស្ពៃដែលគាត់ដាំខាងក្នុងហើយបាទអញ្ចឹងវីដេអូមានតែប៉ុណ្ណេះបងប្អូនសូមអរគុណ